ព្រឹកនេះក្រមទាហានសៀមនិងមន្ត្រីសូរិយោដីចូលមកវាស់ដីចំការអំពៅអ្នកស្រុកនៅភូមិជោគជ័យបន្តទៀតតែត្រូវពលរដ្ឋខ្មែរបណ្ដេញទៅវិញបន្ទាប់ពីអភិបាលខេត្តស្រះកែវថៃគម្រាមបណ្ដេញអ្នកភូមិខ្មែរឲ្យចាក់ចេញពីលំនៅឋាននិងស្រែចំការដោយប្រើច្បាប់សៀមខ្លួនឯងនោះនៅថ្ងៃនេះគេឃើញមានវត្តមានទាហានឈុតខ្មៅសៀមនិងក្រុមមន្ត្រីសូរិយោដីប្រមាណ10នាក់ចុះមកវាស់វែងដីនៅចំណុចក្បែរបង្គោលលាក់ព្រំដែនលេខ46ដីចំការអំពើរបស់ពលរដ្ឋខ្មែរនៅភូមិជោគជ័យឃុំអូបីជាន់ស្រុកអូជ្រៅមន្ត្រីសូរិយោដីទាំងនោះប្រដាប់ដោយឧបករណ៍វាស់ស្ទង់ដីអមដោយកម្លាំងការពារពីទាហានឈុតខ្មៅសៀមប្រដាប់ដោយកាំភ្លើងវែងខ្លីចូលមកក្នុងព្រំដែនរបស់កម្ពុជាប៉ុន្តែកម្លាំងប្រជាពលរដ្ឋនិងទាហានការពារព្រំដែនកម្ពុជាបានហាមឃាត់ដោយស្រែកបណ្ដេញឲ្យក្រុមទាហានសៀមទាំងនោះចាក់ចេញទៅវិញមិនអនុញ្ញាតឲ្យវាស់វែងដី